មេតបកំបិតខៀវមុខក្រហមកូនអ៊ីគឺជាវីរៈបុរសដែលមានចិត្តស្មោះត្រង់និងមានគុណធម៌ក្នុងរឿងប្រវត្តិសាស្ត្រចិននគរទាំង3ឬរឿងសាមកុកគាត់មិនក្បត់នឹងបងប្អូនដើម្បីផលប្រយោជន៍ខ្លួនឯងឡើយគាត់សម្លាប់តែសត្រូវមិនសម្លាប់ក្មេងនិងមនុស្សចាស់ឡើយដោយសារវីរៈភាពទាំងនេះហើយទើបរូបសំណាករបស់គាត់ត្រូវបានគេសាងឡើងនៅក្នុងទីកន្លែងជាច្រើនដើម្បីតំណាងឲ្យសច្ចភាពនិងអំណាចការពារខាងក្រោមនេះគឺជាសម្រងទ្រឹស្ដីខ្លះៗរបស់គាត់1ក្នុងនាមជាមេទ័ពល្អត្រូវតែក្លាហាននិងមានគុណធម៌2ការស្លាប់គ្មានអ្វីគួរឲ្យខ្លាចទេតែត្រូវស្លាប់ឲ្យថ្លៃថ្នូរ3ពេលនគរមានគ្រោះថ្នាក់នាមមានសមត្ថភាពសំងំយកសុកអ្នកចេះដឹងលាក់សមត្ថភាពតើពួកគេកើតមកដើម្បីអ្វី4ខ្ញុំសុខចិត្តស្លាប់ក៏មិនឲ្យគេប្រមាថដែរ5របស់ផ្សេងខ្ញុំអាចទទួលយកបានប៉ុន្តែទ្រព្យសម្បត្តិនិងសេរីស្អាតមិនទទួលជាដាច់ខាត6គុណតម្លៃនៃមនុស្សគឺគុណធម៌ព្រោះគុណធម៌មានតម្លៃជាងជីវិត7ជីវិតមនុស្សអាចស្លាប់ប៉ុន្តែគុណធម៌មិនអាចបាត់បង់ទេ8ក្នុងនាមជាមេទ័ពអាចលះបង់ដើម្បីនគរជាកិត្តិយសណាស់9មនុស្សរស់ត្រូវមានគុណធម៌ក្នុងខ្លួនទើបត្រូវគេគោរព10ធ្វើជាមេទ័ពធំត្រូវមានវិន័យនិងក្លាហាន11អោនពេកគេនឹងមាក់ងាយងើយពេកគេនឹងស្អប់12សម្ដីមនុស្សគោរពសច្ចៈបញ្ជាក់ថាអ្នកជាមនុស្សរបៀបណា13ចេះនិយាយឲ្យល្អគ្មានអ្វីអស្ចារ្យជាងការអនុវត្តខ្លាំងក្លានោះទេ14ជនដែលកំសាកជីវិតគេមិនដឹងស្លាប់ប៉ុន្មានដងនោះទេអ្នកក្លាហានស្លាប់តែម្ដងប៉ុណ្ណោះ15ទោបមិនស្ថិតនៅលើគ្នាច្រើននោះទេតែស្ថិតនៅលើការអង្អាចក្លាហាន16ធ្វើជាមេទ័ពដ៏ល្អម្នាក់ត្រូវមានគុណធម៌ជាមុនសិនក្នុងការគ្រប់គ្រង17សុខចិត្តមានមិត្តមានចិត្តឲ្យតែមានមិត្តស្មោះត្រង់នឹងខ្ញុំ18ក្នុងនាមជាមេទ័ពមិនថាមានឧបសគ្គអ្វីក៏ត្រូវតែសម្រុកទៅមុខជានិច្ច19ខ្ញុំសុខចិត្តបាត់បង់ក្រុងក៏មិនឲ្យបាត់បង់បងប្រុសខ្ញុំដែរ20រក្សារាងកាយនេះឲ្យក្លាហានឲ្យគង់វង្សកិច្ចការធំគង់បានសម្រេច